មានរឿងដំណើរថាកាលនោះមានមហាចៅម្នាក់ពុំមានភរិយាបានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់នៅក្នុងព្រៃស្មសានដើម្បីនឹងទុកដាក់របស់ទ្រព្យមានមាសប្រាក់សម្ពុតអាវសាវស្បែកជាដើមដែលខ្លួនទៅលួចប្លន់គេបានពីទីផ្សេងមកមហាចៅនោះលុះកោជាចំណេរក្រោយមកក៏រំពឹងគិតថាអាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយតែតោះត្រង់គ្មានអ្នកណាថែរក្សាគិតសពគ្រប់ទៅការខំប្រឹងរបស់អញនេះដូចជាគ្មានបានការអ្វីសោះព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅទ្រព្យអស់ទាំងនេះនឹងคล้ายទៅជារបស់អាសាឥតការគួរឲ្យស្ដាយបើមានកូនប្រពន្ធគ្រាន់នឹងស៊ីមរតកនោះទៅរាអាត្មាអញនឹងមិនសូវជាស្ដាយពេកគិតហើយមហាចៅក៏ដោទៅក្រវែលភូមិអ្នកស្រុករំពៃក៏យន់មើលក្មេងស្រីប្រក់ដែលនាំគ្នាលេងខ្ញៀវខ្ញាយនៅក្រោមរំលប់ឈើលុះក៏យន់ទៅឃើញនាងតូចមួយនោះមានរូបឆោមស្អាតសមរម្យមានសាច់ឈាមថ្លាថ្លៃថ្នូរគួរឲ្យស្រឡាញ់ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីភូមិហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួនដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញព្រមទាំងការពារកុំឲ្យម្ដាយឪពុកវាតាមទៅរកឃើញមហាចៅក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ចាក់សោយ៉ាងខ្ជាប់ខ្ជួនរាល់ពេលបាយឬពេលបានចំណីអាហារឆ្ងាញ់មកមហាចៅតែងហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគក្មេងស្រីនោះនៅក្នុងមម្លប់ក៏ជាក់តែចម្រើនសាច់ឈាមរាល់ថ្ងៃជាលំដាប់លុនាងពេញវ័យក្រមុំកាលដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យនិងមិនបានជន់ដីបណ្ដាលឲ្យនាងមានជំងឺស្គមស្កាងស្លេកស្លាំងមហាចៅភ័យណាស់មិនដឹងជាកូនមានជំងឺអ្វីក៏ត្រាច់ទៅក្លងភូមិមួយឆ្ងាយទើបបានជួបនឹងដូនចាក់ម្ញាក់ធ្រាបធឿឆ្មប់ក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួនយាយម៉បនោះមកដល់ចូលទៅសួរសុខទុក្ខនាងហើយយល់ការក៏ប្រាប់នាងថាចៅយាយអើយចូលចៅតំព្រួយអ្វីចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេគឺពេលដែលនាងផ្លាក់វ័យនេះឯងហើយដែលធ្វើឲ្យនាងចេះតែរសាប់រសល់ចុកខ្នងចុកចង្កេះលហិតលហីទុនដៃទុនជើងកុំព្រួយអ្វីណាចៅចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំងឲ្យបានធូរស្រាវឆាប់រហ័សថាហើយយាយម៉បក៏ទៅរកស្ទួកសម្បកឈើមកផ្សំថ្នាំដាំឲ្យនាងនោះអាស្រ័យហើយផ្ដាំថាចៅអើយចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួតហើយរកធោឬឆ្នាំងអ្វីដាក់ទុកទៅពេលនាងដឹងថាជិតដល់រដូវកាលហើយចូលនាងយកមួយកញ្ចប់មកដាំញ៉ាំ 4-5 ថ្ងៃទៅនោះនាងនឹងបានធូរស្រាលក្នុងខ្លួនដូចបំណងហើយសាច់ឈាមពណ៌សម្បុររបស់នាងក៏រឹតតែល្អឡើងដែរលុះកូនស្រីមហាចៅផឹកថ្នាំបានធូរស្រាលស្បាយរោគហើយយាយម៉បក៏ចូលទៅសំពះសុំលាមហាចៅត្រឡប់ទៅមើលផ្ទះសម្បែងវិញមហាចៅបានយកមាសប្រាក់ជូនជាត្រណិបរង្វាន់យាយម៉បហើយជូនត្រឡប់ដល់ផ្ទះវិញពេលរៀបចេញដំណើរពីផ្ទះមហាចៅទៅយាយម៉បនឹកក្នុងចិត្តថាកន្លែងមហាចៅនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំគួរឲ្យខ្លាចប្រសិនបើអាត្មាអញត្រូវការចង់មករកទីនេះវិញធ្វើម្ដេចនឹងរកភ្លើមកឃើញនឹកសពគ្រប់ហើយគាត់ក៏រកបានគ្រប់ឪលឹកមួយបំវិតយកមកតាមខ្លួនដារបណ្ដាចាប់គ្រាប់ឪលឹករយបណ្ដារហូតមកដល់ផ្ទះគាត់តទៅនេះនឹងថ្លែងចាប់សារដើមបន្តិចអំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចៅនោះមកគាត់តែងតែសង្កេតមើលរឹកពៀនឹងរូបឆោមកូននោះខឿនល្អក៏ចេះតែគួចចិត្តទុកនិងសម្លឹងរកកំឡោះរូបណាមួយឲ្យសមគ្នានឹងនាងថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វីបណ្ដាចិត្តមនុស្សម្ញាក់ដែលត្រឡប់ពីរៀនវិជ្ជាការឲ្យចង់ចូលទៅសុំសម្រាកនៅផ្ទះយាយម៉បនោះសិនត្បិតថ្ងៃកាន់តែជ្រេកម្លាំងក៏អស់ហៀវបាយផ្លូវទៅមុខក៏ឆ្ងាយក្រែងយប់កម្ដាលផ្លូវក៏រូតរើសចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់យាយចាស់កំពុងតែរៀបចំនឹងដាំបាយបរិភោគជួនក្រឡេកឃើញមាណពចូលមកសុំសំណាក់ក៏មានចិត្តសពបុរសទទួលឲ្យនៅហើយដាំបាយបណ្ដាសំណេះសំណាលសួរអំពីពូតពងបណ្ដាលុះអាស្រ័យបាយរួចនឹងទុកដាក់ចានក្បានស្រេចយាយម៉បដែលចេះតែលុបសង្កេតរូបឆោមមាណពនោះតាំងតែចូលមកក៏បង្ហើបសំណួរថាចៅអើយពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកតម្រិវិជានេះតើឪពុកម្ដាយចៅមានស្ដីដណ្ដឹងកូនចៅអ្នកឯណាទុកឲ្យចៅហើយឬនៅចៅមនោបតបថា
មិនទាន់មាននៅឡើយទេហើយបន្តសម្ដីថាខ្ញុំនឹកថាបើសិននៅពេលដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិនេះទៅបានជួបស្រីណាមួយមានលក្ខណៈសម្បត្តិល្អសមរម្យខ្ញុំនឹងយកគេធ្វើប្រពន្ធហើយតើលោកយាយមានបានស្គាល់កូនចៅលោកណាដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះដែលទេចៅអើយយាយម៉បនោះឆ្លើយនៅក្នុងស្រុកភូមិនេះមិនឃើញមានស្ត្រីណាម្នាក់ដែលសក្តិសមនឹងចៅទេប៉ុន្តែជីដូនធ្លាប់បានឃើញស្ត្រីម្នាក់ដែរនាងនោះជាកូនមហាចៅនៅក្នុងព្រៃដាច់ស្រយាលឯណោះយាយម៉បក៏និយាយរាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះនិងបានសង្កេតឃើញរពិអាសមរមងឮពាក្យសរសើររបស់យាយម៉បមានអ្នកនោះអន្តរសាចង់ឃើញរូបនាងក៏អង្វរឲ្យយាយជូនទៅទេចៅយាយម៉បប្រកែកយាយជូនទៅមិនបានទេព្រោះយាយខ្លាចមហាចៅនោះណាស់ធម្មតាចិត្តមហាចៅតែដល់មានការអ្វីស្រួលមិនស្រួលកើតឡើងវាមុខជាមកសម្លាប់យាយចៅហើយយាយចាស់ហើយតែយាយនៅចង់រក់នៅឡើយចូលចៅជឿជាក់ថាយាយចង់ឲ្យចៅនឹងនាងនោះបានឃើញជាប្តីប្រពន្ធណាស់ព្រោះតាំងតែពីកាលយាយបានឃើញនាងមកទោះពេលយាយចេញដើរទៅផ្សារទៅកាន់ភូមិនានាទៅសង្គ្រោះគេក្តីយាយតែងតែគួយគុណសម្លឹងមើលរាល់ថ្ងៃតែមិនប្រទះឃើញបុរសកំឡោះណាម្នាក់ឲ្យសមល្មមនឹងចិត្តយាយសោះទើបតែពេលនេះចៃមកដល់ចំជាមហាលៀបហើយចៅគេងឲ្យស្រួលទៅព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាងនៅពេលយប់នោះបុរសចេះតែគិតសពគិតគ្រប់ដេកក៏មិនលក់ដោយផ្លែកំឡាញផងទន្ទឹងឲ្យតែភ្លឺឆាប់ផងណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯងណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចៅលក់យប់យន្តទៅបរោះគេងលងលួកទៅពេលមន់រងាវភ្លឺស្រាងយាយម៉បក្រោកដាំបាយរកម្ហូបក្រៀមក្រក់ទឹកបំពង់ទុកបំរុងជាសបៀងឲ្យមានណាប់ធ្វើដំណើរលក់មានណាប់ក្រោកឡើងហើយយាយក៏ឲ្យស្រក់ស្រូបរួយប្រគល់កញ្ចប់អាហារសម្រាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមអលឹកឲ្យមានណាប់ធ្វើដំណើរចេញទៅណែចៅយាយម៉បប្រាប់ចូលចៅដែរទៅតាមជួរដើមអលឹកនេះទៅចុះចៅនឹងបានទៅដបទាននាងនោះហើយតែថាចូលចៅប្រយ័ត្នខ្លួនឲ្យមែនតែនណាចៅទៅចុះសូមឲ្យបានសេចក្តីសុខឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាបើមានសត្រូវមកពីមុខឲ្យរំលងបើមកពីខ្នងឲ្យរលាយណាចៅណាមានណាប់ក្រាបប្រណិតបដិទ្ធលាលោកយាយហើយក៏ចេញដំណើរទៅថ្ងៃជ្រេបបន្តិចទើបទៅដល់សំណាក់មហាចៅកាប់ជួនពេលនោះមហាចៅមិននៅចេញទៅរកប្លន់គេបាត់ទុកតែកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯងនាងកំពុងតែដើរតទ្រុកបោច្រាស់សម្អាតផ្ទះសម្បែងតាមទម្លាប់ពុំមានគិតក្រែងអ្វីឡើយឯចៅមានញាប់នោះទៅលបគួយគុណឃឿនសពគ្រប់ហើយដឹងថានាងនៅម្នាក់ឯងក៏ប្រថុយស្រីហើយនាងឮសូរមនុស្សចម្លែកនឹកភ័យណាស់គិតថាតើអ្នកណាហ៊ានចូលមកដល់ទីនេះប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានរឹកពីអាសុភាពរៀបសារល្អមិនគួរឲ្យខ្លាចនាងក៏បើកទ្វារហៅឲ្យបុរសចូលហើយនិយាយសាកសួរគ្នាទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណោះក៏ទទួលរកទាកសំណេះសំណាលតាមផ្លូវលោកីយដោយសុខចិត្តសុខកាយលើកជាស្វាមីហើយនាំយកទៅលាក់មិនឲ្យមហាចៅជាឪជពុកដឹងឡើយប៉ុន្តែក្នុងកាលជាបន្ទាប់មកមហាចៅសង្កេតឃើញរឹកពីអាកូនស្រីរបស់ខ្លួនប្លែកពីធម្មតាគឺឃើញនាងតែងខ្លួនជានិតកាលធ្វើការងារសពសារពរក្នុងផ្ទះដោយមិនបាច់ឪពុកទឿនឡាយដោយជាចង់ផ្គប់កនុនមនុស្សម្នាក់ណាដែលជាទីពេញចិត្តមហាចៅនឹកសង្ស័យថានាងនេះច្បាស់ជាមានប្រុសសាហាយហើយក៏នឹកតូចចិត្តនឹងកូនស្រីលាយនឹងសេចក្តីខ្មាស់អៀនអាសាហាយនាងនោះផងក៏ដាវចៅទីកន្លែងនោះទៅឯទាំងពីរញាក់ប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចៅនោះត្រឡប់មកវិញក៏នាំគ្នាចោះមករកភូមិស្រុកនឹងគេលុះមកដល់ភូមិស្រុកហើយក៏ចូលទៅអរគុណនឹងយាយម៉បព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផងយាយម៉បមានចិត្តត្រេកអរណាស់ដើរប្រាប់ញាក់ចិត្តខាងឲ្យមកមើលនាងដោយថ្លែងបោបាច់ប្រាប់គេថានាងនេះមានរូបឆោមលោមពណ៌សាច់ចិត្តល្អមកពីគេនៅតែក្នុងលុបដល់ចេញពីម្លប់ក៏មានប្តីតែម្ដងអ្នកស្រុកឃើញដូច្នោះក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅខាំងក្នុងម្លប់ដើម្បីឲ្យបានល្អដូចគេក៏ជាប់ជាទំនៀមរហូតមក